ខ្ញុំបកណាអាត្មាភាពសូមនមស្ការព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទថ្ងៃនេះខ្ញុំបកណាអាត្មាភាពសូមលើកឡើងអំពីសង្គមខ្មែរឬក៏សង្គមប្រទេសជាតិរបស់ខ្មែរយើងដែលមានការរងគ្រោះដោយការឈ្លានពានពីសំណាក់ប្រទេសជិតខាងរបស់យើងកើតមានជារៀងរាល់ថ្ងៃជារៀងរាល់ខែរៀងរាល់ឆ្នាំចឹងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសក្រៅប្រទេសបានភ្ញាក់រលឹកឬក៏បានឃើញបានយកទៅពិចារណាឲ្យបានគ្រប់គ្នាប្រទេសជាតិយើងវាអាស្រ័យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសផងរស់នៅក្រៅប្រទេសផងពេលដល់របបដឹកនាំសពថ្ងៃធ្វើឲ្យប្រជាពលរដ្ឋនិរាសព្រឹត្តប្រាសចេញក្រៅប្រទេសហើយក៏ធ្វើឲ្យបែកបាក់សាមគ្គីក្នុងសង្គមខ្មែរធ្វើឲ្យប្រទេសជាតិយើងទន់ខ្សោយគណៈបព្វប្រឆាំងទៅផ្សេងអ្នកនយោបាយទៅផ្សេងសង្គមស៊ីវិលទៅផ្សេងរាជរដ្ឋាភិបាលទៅផ្សេងថ្នាក់ដឹកនាំរដ្ឋគិតផ្សេងធ្វើផ្សេងគិតកំចាត់បងប្អូនប្រជាពលរដ្ឋដែលមិនចុះញោមឬក៏ដែលមិនគ្រប់គ្រងជាមួយនឹងរបបផ្ដាច់ការដែលដឹកនាំដោយតកូលហ៊ុនចឹងហើយធ្វើឲ្យបែកបាក់សាមគ្គីធ្វើឲ្យខ្មែរយើងទន់ខ្សោយរបៀបដែលវាទៅផ្សេងគ្នាអញ្ចឹងហើយធ្វើឲ្យយើងវាមានចំណុចខ្សោយច្រើនជាងចំណុចខ្លាំងអញ្ចឹងយើងធ្វើម៉េចឲ្យវាកុំឲ្យមានការពារឲ្យមានសាមគ្គីភាពនៅក្នុងរាជរដ្ឋាភិបាលសាមគ្គីភាពនៅក្នុងប្រជាពលរដ្ឋសាមគ្គីភាពនៅក្នុងសន្តិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅក្នុងប្រទេសយើងទាល់តែរាជរដ្ឋាភិបាលមានការសន្តោសប្រោសពណ៌ដល់បងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយមិនថាគណៈបព្វប្រឆាំងមិនថារាជរដ្ឋាភិបាលមិនថាប្រជាជនទូទៅដែលមិនគ្រប់គ្រងរបបដឹកនាំដោយតកូលហ៊ុនហ្នឹងត្រូវតែមិនធ្វើបាបដាក់ទោសផ្ដន្ទាទោសគៀបសង្កត់រឿងសេរីភាពផ្សេងទាល់តែរាជរដ្ឋាភិបាលហ្នឹងធ្វើរឿងទាំងនឹងឲ្យមើលឃើញថារាជរដ្ឋាភិបាលបានធ្វើខ្លួនជាអ្នកសាមគ្គីនៅក្នុងសន្តិភាពប្រជាជននៅក្នុងសន្តិភាពរាជរដ្ឋាភិបាលនៅក្នុងប្រជាពលរដ្ឋអានឹងបានគេហៅថាជាអ្នកស្នូលដែលធ្វើឲ្យប្រជាពលរដ្ឋនឹងចេះរួបរวมសាមគ្គីគ្នាចឹងវាសំខាន់មកពីរាជរដ្ឋាភិបាលហ្នឹងឯងបងប្អូនប្រជាពលរដ្ឋមិនមែនគណៈបកប្រឆាំងមិនមែនប្រជាពលរដ្ឋទូទៅធម្មតាហ្នឹងអាចរួបរวมសាមគ្គីបាននឹងទើបតែរាជរដ្ឋាភិបាលអ្នកដែលកាន់អំណាចដូចតកូលហ៊ុនសពថ្ងៃអញ្ចឹងមិនបានរួបរวมប្រជាពលរដ្ឋឬក៏មិនបានរួបរวมនៅក្នុងរាជរដ្ឋាភិបាលមិនថាគណៈបក
កាន់អំណាចក្តីឬក៏គណៈបព្វប្រឆាំងក្តីអ្នកនយោបាយជាមួយអ្នកនយោបាយប្រជាជនជាមួយប្រជាជនគ្រប់គ្រងគណៈបព្វប្រឆាំងផ្សេងទៅប្រជាជនគ្រប់គ្រងអ្នកកាន់អំណាចផ្សេងទៅសង្គមស៊ីវិលទៅផ្សេងទៅអញ្ចឹងវាមានចែកជាក្រុមហ្នឹងវាមាន3ក្រុមធំមាន4ក្រុមដែលគ្រប់គ្រងស្ដេចហ្នឹងផ្សេងទៅមិនស្ដេចហ៊ុនសែនហ៊ុនសែនមនុស្សធម្មតាទេបងប្អូនអញ្ចឹងហើយហ៊ុនសែនគឺជាគេហៅថាជាគេហៅថាជាឈ្នួនសម្រាប់ធ្វើឲ្យសង្គមខ្មែរប្រេះស្រាំធ្វើឲ្យសង្គមខ្មែរបែកបាក់សាមគ្គីសង្គមខ្មែរនិរាសព្រាត់ប្រាសក្រៅចេញទៅក្រៅប្រទេសខ្លាយទៅជនភៀសខ្លួនខ្លាយជាជនដែលមានគុណភាពនៃការធ្វើកិច្ចការងារឲ្យរដ្ឋបម្រើប្រជារាស្ត្រការពារទឹកដីប្រទេសខ្លួនទៅជានិរិះព្រាត់ប្រាសចេញមកក្រៅប្រទេសមានចំណេះជំនាញចេញទៅក្រៅប្រទេសអស់អ្នកដែលមិនគ្រប់គ្រងរាជរដ្ឋាភិបាលអានឹងបងប្អូនប្រជាពលរដ្ឋយកទៅពិចារណាមើលទៅថាតើអ្នកណាអ្នកដែលបានបំផ្លាញគេហៅថាកម្លាំងប្រជាជនខ្លួនឯងកម្លាំងដែលអាចធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនដែលអាចធ្វើឲ្យសង្គមខ្មែរយើងមានភាពសាមគ្គីគ្នាប្រទេសគេឆ្លុះប្រកែកគ្នាគេមានទំនាស់រវាងអ្នកនយោបាយជាមួយអ្នកនយោបាយរវាងប្រជាជនជាមួយប្រជាជនពេលដល់គេមានបញ្ហាជាមួយប្រទេសផ្សេងគេរួបរวมគ្នាពេលដល់យើងអត់ប្រទេសខ្មែរអត់មានតែធ្វើបាបប្រជាពលរដ្ឋណាដែលនិយាយការពិតអ្នកនយោបាយណានិយាយការពិតសង្គមស៊ីវិលណានិយាយការពិតមានការគៀបសង្កត់គៀបសិទ្ធិសេរីភាពគៀបមិនអោយបងប្អូនបញ្ចេញមតិផ្សេងតែនឹងហើយដែលធ្វើឲ្យខ្មែរយើងមានចំណុចខ្សោយយ៉ាងខ្លាំងអញ្ចឹងសូមឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាកុំទទួលយករាជរដ្ឋាភិបាលដែលគៀបសង្កត់មកលើប្រជាជនដែលគៀបសង្កត់សេរីភាពរបស់បងប្អូនប្រជាពលរដ្ឋប្រជាជនដែលនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តីដែលជាកម្លាំងចលករមួយសម្រាប់ធ្វើឲ្យប្រទេសរីកចម្រើនធ្វើឲ្យប្រទេសមានធនធានដែលជួយការពារប្រទេសហ្នឹងត្រូវជាមានបញ្ហាទៅវិញអានឹងយើងត្រូវតែនិយាយការពិតបងប្អូនប្រជាពលរដ្ឋយើងមិនត្រូវការពារដោយលោកបណ្ឌិតកែមលីបាននិយាយថាភាគច្រើនបណ្ឌិតនៅក្នុងប្រទេសខ្មែរមានចំណេះជំនាញមានការសិក្សារៀនសូត្រធនធានមនុស្សមានច្រើនណាស់តែភាគច្រើនមានតែនិយាយការពារមិនបាននិយាយការពិតអញ្ចឹងហើយធ្វើឲ្យសង្គមខ្មែរយើងវាមានការល្អក់កកនៅអញ្ចឹងវាអត់អាចភ្លឺថ្លាវាអត់អាចស្រស់បំព្រងវាអត់អាច
ធ្វើឲ្យសង្គមខ្មែរហ្នឹងអញ្ចឹងសូមលើកឡើងអំពីសុភាសិតដែលខ្មែរយើងគ្រប់រូបឬក៏គ្រប់គ្នាបានចាំមិនដាច់ពីមាត់ហ្នឹងគឺសុភាសិតរបស់ព្រះពុទ្ធជាម្ចាស់របស់យើងបានផ្ដែផ្ដាំឬក៏បានឲ្យជាដំបូលមានដល់មនុស្សគ្រប់រូបយកទៅពិចារណាយកទៅសិក្សាស្រាវជ្រាវយកទៅរៀនសូត្រឲ្យបានមានជំនាញមានចំណេះយកទៅយកដាក់ដើម្បីបំរើជីវិតប្រចាំថ្ងៃរបស់យើងផងបំរើសង្គមប្រទេសជាតិយើងផងនឹងគឺអត្តាហិអត្តនោនាថោខ្លួនជាទីពឹងរបស់ខ្លួនបងប្អូនយើងមិនមែនថាយើងពឹងតែអ្នកដទៃរហូតទេយើងក៏មិនមែនជាពឹងតែខ្លួនយើងរហូតដែរអញ្ចឹងវាត្រូវអាស្រ័យពឹងសត្វត្រូវពឹងមនុស្សត្រូវពឹងសត្វដូចយើងត្រូវពឹងអាកាសធាតុត្រូវពឹងមេឃពឹងដីពឹងភ្លេងពឹងអីសត្វយើងក៏ត្រូវពឹងដែរយើងត្រូវយកសត្វនឹងមកបម្រើការងារចិញ្ចឹមជីវិតរបស់យើងក៏មានដែរអញ្ចឹងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋកុំពឹងតែអ្នកដទៃកុំពឹងតែប្រទេសមហាអំណាចយើងត្រូវចេះឬបំរាស់យើងត្រូវចេះគិតពិចារណាឬបំរាស់ដោយខ្លួនយើងយកសុភាសិតដែលអាត្មាបានលើកឡើងនេះគឺអត្តតាហិអត្តនោនាថោខ្លួនជាទីពឹងរបស់ខ្លួនអញ្ចឹងប្រទេសខ្មែរយើងវាជាទីពឹងរបស់ប្រទេសខ្មែរយើងមិនមែនយកប្រទេសខ្មែរទៅពឹងប្រទេសយួនមកពឹងប្រទេសថៃឲ្យគេមលោបបំពានហើយយើងអត់មានអីជាទីពឹងរបស់ខ្លួនយើងវាយើងយកអីជាទីពឹងបងប្អូនប្រជាពលរដ្ឋថ្នាក់ដឹកនាំយើងរាល់ថ្ងៃហ្នឹងយកអីជាទីពឹងទាហានអត់ជាទីពឹងរបស់ការពារប្រទេសជាតិទេអត់ទីពឹងរបស់បងប្អូនប្រជាពលរដ្ឋទេទាហានមានតែទាហានអង្គរៈមានតែទាហានការពារហ៊ុនសែនមានតែការពារតកូលហ៊ុនសែនមានតែការពារគណៈបកប្រជាជនអត់មានការពារប្រទេសជាតិពីដល់ប្រទេសជាតិមានគេឈ្លានពានដូចសពថ្ងៃច្បាស់គឺប្រទេសថៃឈ្លានពានប្រទេសខ្មែរគេទម្លាក់គ្រាប់ទៅដល់កណ្ដាលប្រទេសហើយយើងអត់មានអីទប់ស្កាត់យើងអត់មានអីធ្វើឲ្យគេនឹងដែលញើតកោតខ្លាចយើងផងអញ្ចឹងមានន័យថាម៉េចបងប្អូនប្រជាពលរដ្ឋគឺមានន័យថាថ្នាក់ដឹកនាំអត់បានគិតគូរអត់បានពង្រឹងខ្លួនឯងទេអត់បានជាទីពឹងរបស់ខ្លួនឯងទេគឺទីពឹងតែអំណាចពង្រឹងតែអំណាចរបស់ខ្លួនអានឹងឯជារឿងថ្ងៃនេះដែលខ្ញុំបកណាអាត្មាភាពមកលើកឡើងអំពីសុភាសិតដែលនឹងគឺជារឿងមួយដែលយើងមិនអាចទៅពឹងអ្នកដទៃរហូតទេគេបានមកជួយយើងសហប្រជាជាតិបានមកបោះឆ្នោត93ហ្នឹងបងប្អូនគេបានជួយយើងច្រើនហើយហេតុអីបានយើងមិនចេះជួយខ្លួនឯងហើយដោយបងប្អូនខ្មែរសពថ្ងៃអញ្ចឹងហេតុអីបានយើងមិនក្រោកឡើងតស៊ូជាមួយនឹងរបបដឹកនាំដោយតកូលហ៊ុនសែនដែលបានជិះជាន់យើងក៏បានឆក់បោកធ្វើបាបកាប់សម្លាប់យើងសពថ្ងៃហ្នឹងគៀបសង្កត់យើងបងប្អូនខ្លះរត់ចេញទៅក្រៅប្រទេសបងប្អូនខ្លះត្រូវគេសម្លាប់បងប្អូនខ្លះត្រូវគេចាប់ដាក់គុកបងប្អូនខ្លះត្រូវគេគំរាមកំហែងមិនថារូបរាងកាយផ្លូវចិត្តទេតកូលហ៊ុនសែនហ្នឹងបានធ្វើឲ្យសង្គមខ្មែរមួយហ្នឹងគឺប្រេះស្រាំបែកបាក់សាមគ្គីធ្វើឲ្យ
ប្រទេសជាតិរងការជុះជន់ពីប្រទេសជាតិខាងចឹងដោយសារតកូលហ៊ុនកាន់អំណាចដោយសពថ្ងៃបងប្អូនមកចង់លើកឡើងថាប្រទេសមួយកាលណាមានរបបដឹកនាំដោយតកូលហ៊ុនអញ្ចឹងបងប្អូនគឺប្រទេសអត់រីកចម្រើនប្រទេសអត់ដើរទៅមុខបានទេបងប្អូននឹងហើយមើលបងប្អូននាយកមន្ត្រីកូនប្រធានរដ្ឋសភាឪអឺកាកបាទក្រហមម្ដាយអញ្ចឹងអីក្រុមគ្រួសារឆ្វាក់ដូចចង្វាក់ដូចចង្វាក់ដែលអត់អាចជួយសង្គមប្រទេសជាតិបានកាលណាបងប្អូនប្រទេសជាតិមួយបើមានរបបដឹកនាំអញ្ចឹងទៅមុខអត់រួចទេបងប្អូនសូមកុំយកមនុស្សចំនួនក្រោយបញ្ញវន្តចំនួនក្រោយសូមផ្ដាំផ្ញើការកកើតរបស់អំណាចផ្ដាច់ការដូចរបបហ៊ុនសែនសពថ្ងៃនេះគឺកុំឲ្យកើតមានចំនួនក្រោយទៀតឲ្យកើតមានមួយលើកនឹងគឺរមុំសំលលាយប្រទេសខ្មែរទៅហើយបងប្អូនសូមកុំឲ្យកើតរបបដឹកនាំអញ្ចឹងទេសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបញ្ញវន្តបណ្ឌិតខ្មែរទូទាំងពិភពលោកបានដឹងបានឮបានឃើញបើសិនជាមានរបបដឹកនាំមិនចេះទេណាធ្វើឲ្យហិនហោចប្រទេសជាតិហើយកុំឲ្យវាមានកុំឲ្យកើតមានដោយសពថ្ងៃហ្នឹងទេចឹងបងប្អូនប្រជាពលរដ្ឋអារបបដឹកនាំអញ្ចឹងវាអត់បានធ្វើឲ្យសង្គមប្រទេសជាតិយើងរីកចម្រើនទេវាមានតែធ្លាក់មានតែដើរថយក្រោយគេដើរទៅមុខ10 20ជាងហ៊ានយើងនៅនឹងហើយចង់ទៅក្រោយវិញទេអាហ្នឹងហើយគឺធ្វើឲ្យប្រជាជនខ្មែរយើងមានក្រីក្រស៊ីឈ្នួលទៅធ្វើការនៅស្រុកគេធ្វើបាបមើលងាយជិះជាន់គ្រប់សពបែបយ៉ាងទាំងអស់ដោយសាររបបដឹកនាំដែលដឹកនាំដោយមិនមែនជាជនជាតិខ្មែរដឹកនាំដោយក្រុមគ្រួសារដឹកនាំដោយបពុកនិយមដឹកនាំដោយមនុស្សមកក្តាប់ទោសដែលអត់បានគិតគូរពីរឿងផលប្រយោជន៍ប្រជាពលរដ្ឋហើយនិងប្រទេសជាតិខ្មែររបស់យើងធ្វើឲ្យប្រជាជនខ្មែរយើងរងគ្រោះហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយកទៅគិតពិចារណាហើយក៏សូមឲ្យជូនពរឲ្យបងប្អូនប្រជាពលរដ្ឋឆ្នាំថ្មី2026នេះក៏សូមឲ្យបានជួបប្រទេសសម្រេចផលសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាសូមចម្រើនពរ